សួស្តីអ្នកនរគ្នាថ្ងៃហ្នឹងខ្ញុំមានមុខម្ហូបមួយគឺឆាក្តៅឆ្អឹងជំនីជ្រូកហើយឆ្អឹងជំនីជ្រូកហ្នឹងគឺយើងបានកាប់វាជាដុំតូចៗទៅហើយមានអំបិលដុំស៊ុបស្ករត្នោតហើយខ្ទឹមយើងបានច្រាំតូចៗទុកមួយដំណើរទៅហើយយើងបានដាក់មានគ្រឿងកន្លុកហើយគ្រឿងយើងដែរគឺយើងដូចគ្រឿងស្លំជួយគ្រឿងចឹងមានខ្ទឹមមានម្ទេសមានម្ដេងគួរចក្រីស្លឹកក្រូចល្មៀតទៅហើយយើងកិនវាឲ្យម៉ត់ទៅយើងទុកវាម្ដងសិនហើយយើងយកខ្ទះមកយើងអាលីងជាមួយនឹងគ្រឿងឆាហ្នឹងដាក់រៀងក្តៅទៅដាក់ខ្ទឹមអំបិលចូលហើយយើងបានដាក់គ្រឿងនឹងចូលលីងឲ្យឈ្ងុយដាក់ប្រេងខ្យងទឹកត្រីហើយនឹងអំបិលសាស៊ុបយើងឲ្យគ្រឿងនេះឈ្ងុយទៅយើងដាក់ចាក់សាច់ឆ្អឹងជំនីយើងចូលដាក់ឆ្អឹងជំនីឈូសចូលមកងោះវាដាក់ទឹកបន្តិចឲ្យវាកូរទឹកទៅហើយបានយើងថែមម្រះត្រូវហើយម្រះត្រូវនឹងដែរបេះប្រទាំងដោះច្រើនបងក៏ដាំហើយដល់ពេលមិនឃើញយើងដាក់ញីយើងកូរចុះកូរឡើងឲ្យសពតទៅសពតចូលជិះឈ្ងុយម្រះត្រូវហើយរួចដាក់ពេលនោះនៅទីស្រេចហើយកូរចុះកូរឡើងឲ្យវាស្ងួតទឹកហើយយើងដួសដាក់ចានអាចទៅទាញបានមានរសជាតិឈ្ងុយឆ្ងាញ់ឈ្ងុយគ្រឿងហើយយើងឈ្ងុយម្រះត្រូវរីកចុងសប្តាហ៍ទាំងអស់គ្នាបាយបាយឆ្អឹងណាប៉ាមកបានពីបោក4ខុញ